ប្រងហើយថ្ងៃនេះយើងបន្តទៀតនៅក្នុងការសិក្សាទីម៉ូថេខ្សែទី2យើងសល់ប្រហែលជា3សប្តាហ៍ទៀតយើងអាចបញ្ចប់មេរៀនទីម៉ូថេខ្សែទី2ហើយមុននឹងយើងចូលដល់មេរៀននេះបងប្អូននឹកចាំទេកាលពីសប្តាហ៍មុនយើងបានសិក្សាពីមេរៀនអ្វីដែរបានចាំទេភ្លេចបាត់ហើយពីវិការភាពទៅកាន់ព្រះពរតាមរយៈការស្គាល់ព្រះយេស៊ូវគ្រីស្ទចាំណាអរគុណឥឡូវថ្ងៃនេះយើងនឹងសិក្សាអំពីកិច្ចការរបស់គ្រូផ្សាយដំណឹងល្អសូមអធិដ្ឋានជាមួយខ្ញុំមុននឹងចាប់ដើមស្ដាប់ព្រះបន្ទូលនេះជាមួយគ្នាព្រះម្ចាស់នៃទូលបង្គំយើងខ្ញុំអើយយើងខ្ញុំជាថ្មីម្ដងទៀតសូមអរគុណដល់ព្រះអង្គសម្រាប់ព្រះពរនិងព្រះគុណដែលទ្រង់បានផ្ដល់សម្រាប់យើងខ្ញុំរាល់តែថ្ងៃហើយពេលនេះយើងខ្ញុំបានចូលមកក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ដើម្បីច្រៀងចម្រៀងសរសើរដំណើរដល់ព្រះនាមទ្រង់ហើយនឹងដើម្បីស្ដាប់ព្រះបន្ទូលរបស់ទ្រង់ផងដែរសូមមានបន្ទូលមកកាន់យើងខ្ញុំទាំងអស់គ្នាហើយសូមឲ្យព្រះបន្ទូលនេះបានធ្វើជាចង្គៀងធ្វើជាគំរូសម្រាប់ដំណើរជីវិតយើងខ្ញុំហើយយើងខ្ញុំនឹងដើរតាមព្រះបន្ទូលរបស់ទ្រង់អនុវត្តតាមព្រះបន្ទូលរបស់ទ្រង់នៅក្នុងជីវិតរស់នៅរបស់យើងខ្ញុំជារៀងរាល់ថ្ងៃផងដែរសូមមានបន្ទូលតាមរយៈទូលបង្គំដែលជាអ្នកនាំសារនៃព្រះបន្ទូលរបស់ទ្រង់កុំឲ្យទូលបង្គំបាននិយាយអ្វីតាមចិត្តទូលបង្គំឡើយប៉ុន្តែឲ្យព្រះបន្ទូលរបស់ទ្រង់គឺជាព្រះបន្ទូលរបស់ទ្រង់តែប៉ុណ្ណោះក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនកិច្ចការរបស់គ្រូផ្សាយដំណឹងល្អគ្រូផ្សាយដំណឹងល្អតាមពិតទៅគឺជាអំណោយទានមួយនៅក្នុងអំណោយទានទាំងប៉ុន្មានដែលព្រះបានប្រទានសម្រាប់អ្នកដែលព្រះអង្គបានផ្ដល់អំណោយទាននោះមានជាគ្រូគង្វាលគ្រូបង្រៀនគ្រូផ្សាយដំណឹងល្អហើយនិងអ្នកបម្រើផ្សេងទៀតចឹងឥឡូវយើងនឹងសិក្សាជាមួយគ្នាអំពីកិច្ចការរបស់គ្រូផ្សាយដំណឹងល្អទីម៉ូថេខ្សែទី2ចំពុក4ខទី5នៅក្នុងអត្ថបទនេះលោកប៉ូលបានបង្គាប់ឲ្យទីម៉ូថេបានធ្វើជាកិច្ចការជាគ្រូផ្សាយដំណឹងល្អហើយបំពេញកិច្ចការរបស់ខ្លួនឲ្យបានល្អជាកាពិតទីម៉ូថេគាត់ជាគ្រូគង្វាលប៉ុន្តែនៅទីនេះបែរទៅជាលោកប៉ូលបង្គាប់ឲ្យទីម៉ូថេឲ្យคล้ายទៅជាគ្រូផ្សាយដំណឹងល្អដ៏ល្អប្រសើរបំផុតឲ្យคล้ายទៅជាគ្រូផ្សាយដំណឹងល្អហើយបំពេញកិច្ចការរបស់ខ្លួនបានយ៉ាងត្រឹមត្រូវជាងទីម៉ូថេទោះបីជាគាត់ជាគ្រូគង្វាលឬមួយក៏គាត់ជាគ្រូបង្រៀនតែគាត់ក៏ជាគ្រូផ្សាយដំណឹងល្អឬមួយក៏យើងអត់ពេញចិត្តពាក្យថាគ្រូយើងថាអ្នកផ្សាយដំណឹងល្អក៏បានដែរពាក្យថាគ្រូផ្សាយដំណឹងល្អឬមួយក៏អ្នកផ្សាយដំណឹងល្អគឺជាអស់អ្នកដែលធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដើម្បីប្រកាសអំពីព្រះបន្ទូលរបស់ព្រះដើម្បីនឹងនាំព្រះនាមរបស់ព្រះយេស៊ូវឲ្យតំបន់ផ្សេងទៀតឲ្យអ្នកដទៃទៀតបានឮអំពីព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទមុខងាររបស់គ្រូផ្សាយដំណឹងល្អគឺជាអំណោយទានដែលព្រះគ្រីស្ទបានប្រទានដល់ក្រុមជំនុំរបស់ទ្រង់យើងនៅក្នុងអេពីសូតជំពូក4ខ8ដល់ខ11គឺបានផ្ដល់ឲ្យគ្រប់គ្នាអ្នកខ្លះមានមុខងារជាសាវកអ្នកខ្លះជាហោរាអ្នកខ្លះជាគ្រូគង្វាលអ្នកខ្លះជាគ្រូបង្រៀនហើយអ្នកខ្លះទៀតគឺជាគ្រូផ្សាយដំណឹងល្អហើយនៅក្នុងអេពីសូតជំពូក4ខ12ដដែលប្រាប់ថាអំណោយទានទាំងអស់នោះទោះបីជាខុសៗគ្នាក៏ដោយប៉ុន្តែមានប្រយោជន៍ដើម្បីអីរួមចំណែកនៅក្នុងការបំពាក់បំពន់ការវឹកវើដើម្បីឲ្យពួកបរិសុទ្ធបែរថាអ្នកជឿរូបកាយរបស់ព្រះគ្រីស្ទត្រូវបានរឹងមាំឡើងពេលដែលព្រះអង្គបានប្រទានអំណោយទានដល់លោកអ្នកបងប្អូនអំណោយទាននឹងមួយក៏ទេពកសលបងប្អូននៅខ្ញុំនៅទីនេះមានទេពកសលខុសៗគ្នាឥឡូវយើងនិយាយអំពីទេពកសលក្រៅពីនៅក្នុងព្រះគម្ពីរអ្នកខ្លះខ្លាយទៅជាវិចិត្រករអ្នកខ្លះខ្លាយទៅជាអ្នកខាងជំនាញវិស្វករអ្នកខ្លះមានជំនាញខាងបើកបរយន្តហោះអ្នកខ្លះទៀតប្រហែលជាជំនាញពិសេសជាងនឹងទៅទៀតជាអ្នកបើកកប៉ាល់ឬមួយក៏ជាអ្នកផលិតគ្រាប់បែកប៉ារ៉ាម៉ាណូឬមួយក៏អ្វីក៏ដោយចុះអ្វីក៏ដោយដែលលោកអ្នកបងប្អូនហើយនឹងខ្ញុំទទួលអំណោយទានទេពកោសល្យមកអំពីព្រះប្រយោជន៍ដើម្បីស្អាងរូបកាយរបស់ព្រះគ្រីស្ទប្រយោជន៍ដើម្បីនឹងបំពាក់បំពន់ដល់ពួកបរិសុទ្ធពង្រឹងរូបកាយរបស់ព្រះគ្រីស្ទឲ្យរឹងមាំឡើងអាមែនអំណោយទានទាំងអស់នោះមិនមែនប្រយោជន៍សម្រាប់បងប្អូននឹងខ្ញុំតែយើងទៅប្រាប់គេថាខ្ញុំមានអំណោយទាននៅក្នុងការដែលអាចអធិប្បាយអាចបង្រៀនអាចផ្សាយដំណឹងល្អ
ដើម្បីទទួលបានគេឈ្មោះដើម្បីទទួលបានការសរសើរដើម្បីទទួលបានលៀបសក្ការៈសម្រាប់ខ្លួនយើងនោះឡើយប៉ុន្តែធ្វើយ៉ាងណាដើម្បីរួមចំណែកនៅក្នុងការប្រដាប់កាយពួកបរិសុទ្ធរូបកាយរបស់ព្រះគ្រីស្ទឲ្យបានរឹងមាំឡើងជានិយមន័យអំពីគ្រូផ្សាយដំណឹងល្អពាក្យថាគ្រូផ្សាយដំណឹងល្អឬមួយក៏គេឲ្យឈ្មោះថាជា Evangelion គឺជាពាក្យប្រើជាធម្មតាមានន័យថាអ្នកផ្សាយដំណឹងល្អជាអ្នកប្រកាសដំណឹងល្អមានការពន្យល់របស់ម្នាក់ឈ្មោះថាលោក Barnes គាត់បានពន្យល់ថាពាក្យនេះត្រឹមត្រូវអំពីអ្នកដែលប្រកាសដំណឹងល្អអ្នកផ្សាយដំណឹងល្អអ្នកប្រកាសដំណឹងល្អហើយនៅក្នុងបរិបទនៃព្រះគម្ពីរសញ្ញាថ្មីត្រូវបានអនុវត្តចំពោះអ្នកអធិប្បាយដំណឹងល្អបាទពាក្យនេះស្រដៀងគ្នាអ្នកប្រកាសដំណឹងល្អអ្នកផ្សាយដំណឹងល្អអ្នកអធិប្បាយដំណឹងល្អនៅក្នុងសញ្ញាថ្មីប្រាប់ថាអ្នកផ្សាយដំណឹងល្អគឺជាអ្នកអធិប្បាយនៃដំណឹងល្អអ្នកដែលប្រកាសដំណឹងល្អនៃសេចក្តីសង្គ្រោះពាក្យទាំងអស់នេះគ្រាន់តែបន្ថែមឲ្យយល់បន្ថែមទៀតតែប៉ុណ្ណោះនិយាយឲ្យខ្លីទៅអ្នកផ្សាយដំណឹងល្អគ្រូផ្សាយដំណឹងល្អគឺជាអ្នកដែលប្រកាសអ្នកអត្ថាធិប្បាយអ្នកពន្យល់អ្នកណែនាំអំពីដំណឹងល្អនៃឈើឆ្កាងដំណឹងល្អដ៏រីករាយនៃសេចក្តីសង្គ្រោះអ្នកដែលឮដំណឹងល្អនៃសេចក្តីសង្គ្រោះគេបានទទួលព្រះពររបស់ព្រះគេបានទទួលដំណឹងមួយដែលគេរួចពីចំណងរួចពីបណ្ដាសារួចពីសេចក្តីស្លាប់រួចពីបឹងភ្លើងនោះគឺជាអ្នកដែលប្រកាសដំណឹងល្អអ្នកដែលប្រកាសដំណឹងល្អមានថាម្នាក់ដែលនាំអំពីសេចក្តីសុខសាន្តរបស់ព្រះសេចក្តីសន្តិភាពរបស់ព្រះទៅដល់ក្រុមគ្រួសារឬមួយក៏ទៅដល់ដួងចិត្តរបស់អ្នកដែលយើងបានទៅកាន់វាកើតឡើង3កន្លែងពាក្យថាអ្នកផ្សាយដំណឹងល្អនេះនៅក្នុងព្រះគម្ពីរអាចកើតឡើងយ៉ាងហោចណាស់3កន្លែងដែលយើងមើលឃើញនៅក្នុងអត្ថបទព្រះគម្ពីរសញ្ញាថ្មីគឺទីម៉ូថេខ្សែទី2ចំពុក4ខ5ដែលយើងអានអំបញ្ញមិញគឺជាអ្នកផ្សាយដំណឹងល្អអេពីសូតចំពុក4ខ11ក៏បាននិយាយថាអ្នកផ្សាយដំណឹងល្អហើយពាក្យមួយទៀតគឺនៅក្នុងកិច្ចការចំពុក21ខ8ហ្វីលីបគឺជាអ្នកដែលផ្សាយដំណឹងល្អអ្នកផ្សាយដំណឹងល្អយ៉ាងដូចម្ដេចតើគាត់ផ្សាយដំណឹងល្អយ៉ាងណាគាត់អាចផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទទៅកាន់សាសសាម៉ារីហើយហ្វីលីបបាននាំដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទសូម្បីតែផ្សាយទៅដល់ជនជាតិអេធីអូពីឬមួយក៏អេធីអូពីដែលជាមហាថ្លឹកដែលជាមេទ័ពរបស់សាសអាហ្វ្រិកម្នាក់ដែលមកទីក្រុងយេរូសាឡឹមដើម្បីថ្វាយបង្គំព្រះអញ្ចឹងនេះគឺជាសុទ្ធតែនិយាយអំពីអ្នកដែលផ្សាយដំណឹងល្អជាទូទៅពាក្យថាអ្នកផ្សាយដំណឹងល្អគឺជាអ្នកប្រកាសព្រះបន្ទូលគឺជាអ្នកដែលធ្វើដំណើរមិនគឺជាអ្នកនៅមួយកន្លែងសូមចាំអ្នកផ្សាយដំណឹងល្អគ្រូផ្សាយដំណឹងល្អមិនមែនអង្គុយមួយកន្លែងឲ្យគេមកដើម្បីនឹងស្ដាប់ដំណឹងល្អរបស់យើងទេគឺជាការដែលយើងចេញទៅគ្រប់ទីកន្លែងណាដែលត្រូវពេលក្តីខុសពេលក្តីកន្លែងណាដែលព្រះវិញ្ញាណបរិសុទ្ធបណ្ដាលឲ្យយើងចេញទៅហើយអ្នកប្រកាសដំណឹងល្អជីវិតរបស់គាត់រស់នៅមិនមែនសម្រាប់ខ្លួនគាត់ទេគឺជាជីវិតដែលគាត់បានកើតជាថ្មីជីវិតចាស់របស់គាត់បានថ្វាយទៅកាន់ព្រះយេស៊ូវរួចហើយចឹងអ្នកផ្សាយដំណឹងល្អអាចនៅកន្លែងមួយរយៈពេលខ្លីពេលខ្លះយើងទៅផ្សាយដំណឹងល្អប្រហែលជា2ម៉ោង3ម៉ោងហើយយើងត្រឡប់ទៅកន្លែងផ្សេងទៀតប៉ុន្តែមានពេលវេលាខ្លះទៀតអ្នកផ្សាយដំណឹងល្អត្រូវតែនាំដំណឹងល្អហើយស្នាក់នៅកន្លែងមួយរយៈពេលដ៏យូរដែរដូចជាធីម៉ូថេក៏បានស្នាក់នៅទីក្រុងអេផេសូអស់រយៈពេលដ៏យូរមួយដើម្បីប្រកាសដំណឹងល្អដើម្បីធ្វើជាអ្នកនាំដំណឹងល្អនៃឈើឆ្កាងចឹងការផ្សាយដំណឹងល្អអ្នកផ្សាយដំណឹងល្អមិនមែនគ្រាន់តែជាការដែលយើងគ្រាន់តែព្រោះគ្រាប់ពូជតែប៉ុណ្ណោះពេលខ្លះព្រោះគ្រាប់ពូជហើយស្រោចទឹកទៀតស្រោចទឹកហើយមើលថែទៀតមើលថែហើយត្រូវតែចំណាយពេលជាមួយនឹងវងឈាមរបស់ព្រះដែលកំពុងបាត់បង់ទៀតដូច្នេះបេសកកម្មរបស់អ្នកផ្សាយដំណឹងល្អគឺជាម្នាក់ដែលសង្ឃឹមថាគ្រាប់ពូជដែលគាត់បានព្រោះទៅនឹងបង្កើតជាផលផ្លែបងប្អូននៅខ្ញុំនៅទីនេះប្រហែលអ្នកដែលចូលចិត្តដាំដំណាំហើយនៅពេលដែលយើងដាំដំណាំយើងសង្ឃឹមថាដំណាំរបស់យើងនឹងមិនបានផលមានទេដំណាំរបស់យើងនឹងមានសត្វកណ្ដៀសត្វកណ្ដុរ
ឬមកក៏សត្វកញ្ចាយមកស៊ីបំផ្លាញអស់មានអត់ប្រកបជាអត់ដើមឈើរបស់យើងគ្រាន់តែមានអារម្មណ៍ថាស្លោកស្លឹកបន្តិចយើងមានអារម្មណ៍ថាកើតទុកមានអារម្មណ៍ថាមិនសប្បាយចិត្តមានអារម្មណ៍ថារិះរកវិធីសាស្ត្រដើម្បីធ្វើយ៉ាងណាដាក់ជីឬមួយក៏ព្យាបាលដាក់ទឹកដើម្បីឲ្យដំណាំនោះចាប់ដើមរីកលូតលាស់ឡើងវិញបង្កើតជាផលផ្លែសូម្បីតែដើមរុក្ខជាតិដ៏តូចមួយយើងស្រឡាញ់យ៉ាងដូចនេះចុះព្រលឹងរបស់មនុស្សដែលបាត់បង់អ្វីៗទាំងអស់នៅក្នុងផែនដីនេះនឹងកន្លងផុតទៅប៉ុន្តែអ្វីដែលនៅស្ថិតស្ថេរក្រៅពីព្រះក្រៅពីព្រះបន្ទូលក្រៅពីព្រះវិញ្ញាណបរិសុទ្ធព្រះត្រីឯកនោះក៏ត្រូវការព្រលឹងរបស់មនុស្សព្រលឹងរបស់មនុស្សមិនស្លាប់ទេបងប្អូននឹងទេព្រលឹងរបស់មនុស្សទោះបីជាព្រលឹងនោះជឿព្រះឬអត់មិនស្លាប់ទេព្រលឹងអ្នកដែលជឿព្រះនឹងទៅនៅជាមួយនឹងព្រះអង្គអស់ការជានិច្ចសរសើរដំណើរព្រះអស់ការជានិច្ចប៉ុន្តែព្រលឹងរបស់អ្នកអត់ជឿព្រះនឹងទៅបឹងភ្លើងហើយនៅទីនោះអស់ការជានិច្ចរងនៅការឈឺចាប់វេទនាអស់ការជានិច្ចនៅទីនោះផងដែរចឹងព្រលឹងរបស់មនុស្សសំខាន់ណាស់បានជាព្រះយេស៊ូវមានបន្ទូលថាបើសិនជាអ្នករកគ្នាបានផែនដីទាំងមូលបើសិនជាអ្នករកគ្នាបានរបស់ទាំងអស់ប៉ុន្តែបើសិនជាអ្នកបាត់ព្រលឹងរបស់អ្នកនោះគ្មានប្រយោជន៍អ្វីទេមនុស្សជាច្រើនអ្នកនៅលើផែនដីមានអារម្មណ៍តានតឹងមានភាព stress មានភាពច្របូកច្របល់មានបញ្ហាដោយព្រោះតែចំណងនៃសាច់ឈាមរបស់យើងដោយព្រោះតែការដែលយើងមិនបានចំអែតខាងព្រលឹងរបស់យើងព្រលឹងរបស់យើងបានស្រេកឃ្លានប៉ុន្តែយើងមិនបានបំពេញអ្វីដែលជាតម្រូវការនៃព្រលឹងរបស់យើងប៉ុន្តែយើងបំពេញដោយចំណងនៃសាច់ឈាមមិនអាចឲ្យព្រលឹងរបស់យើងឆ្អែតបានទេសាច់ឈាមបំពេញឲ្យសាច់ឈាមបានសាច់ឈាមឆ្អែតព្រលឹងរបស់យើងត្រូវចំអែតខាងអាហារខាងព្រលឹងវិញ្ញាណនោះឯងប៉ុន្តែនៅពេលដែលព្រលឹងវិញ្ញាណរបស់យើងចាប់ដើមហេវចាប់ដើមហេលហាលចាប់ដើមឃ្លានចាប់ដើមខ្វះខាតយើងអត់មានអ្វីបំពេញយើងចាប់ដើមច្របូកច្របល់មនុស្សនៅក្នុងលោកីយ៍គេមិនស្កប់ចិត្តទេបងប្អូនមើលមហាសមុទ្រមានទឹកយ៉ាងច្រើនប៉ុន្តែមហាសមុទ្រមិនឆ្អែតមិនស្កប់ស្កល់ខាងព្រលឹងរបស់ខ្លួនទេដូច្នេះហើយបានជាមហាសមុទ្រនោះត្រូវការទទួលទឹកពីបឹងពីទន្លេពីសមុទ្រតូចៗទៀតដើម្បីនឹងបំពេញនៅក្នុងមហាសមុទ្ររបស់ខ្លួនបើសិនជាលោកអ្នកបងប្អូនបានចំអែតខាងព្រលឹងរបស់យើងឬមួយបើសិនជាលោកអ្នកបងប្អូនចង់បំពេញឲ្យអ្នកដទៃដែលព្រលឹងរបស់គេកំពុងតែបាត់បង់បានចំអែតប្រកបណាស់នោះគឺជារឿងដ៏សំខាន់បំផុតដែលគ្រូផ្សាយដំណឹងល្អត្រូវនៅទីនោះជាមួយនឹងពួកគេទីម៉ូថេស្នាក់នៅជាមួយនឹងពួកជំនុំអេពីសូអស់មួយរយៈពេលដើម្បីអ្វីដើម្បីនឹងប្រកាសព្រះបន្ទូលរបស់ព្រះដើម្បីនឹងប្រកាសសេចក្តីបង្រៀនព្រះបន្ទូលរបស់ទ្រង់សម្រាប់ពួកគេនៅទីនេះមានមនុស្សមួយចំនួនដែលតួនាទីរបស់គាត់គឺជាអ្នកផ្សាយដំណឹងល្អឬមួយក៏ជាគ្រូផ្សាយដំណឹងល្អនៅសញ្ញាថ្មីប្រហែលជាបងប្អូនស្គាល់ច្បាស់ជាងគេគឺលោកយូហានបាបទីសលោកយូហានបាបទីសគាត់រកតែថ្ងៃរស់នៅក្នុងជីវិតដ៏ត្រឹមត្រូវជាមួយនឹងព្រះអង្គជីវិតរបស់គាត់ត្រូវដាក់ចេញពីលោកីយ៍ជីវិតរបស់គាត់ចាប់ផ្ដើមរស់នៅគ្រាន់តែទំនាក់ទំនងជាមួយនឹងព្រះតែប៉ុណ្ណោះអាហារដែលគាត់ទទួលទានគឺជាទឹកខ្មុំហើយនៅអ្វីកណ្ដូបគឺជាអាហារប្រចាំថ្ងៃរបស់គាត់ទឹកខ្មុំហើយនឹងកណ្ដូបប្រៀបប្រដូចអំពីបងប្អូននៅនឹងខ្ញុំគឺជាការស្កប់ស្កល់ជាមួយនឹងអ្វីដែលលោកអ្នកបងប្អូនមានបងប្អូននៅនឹងខ្ញុំរស់នៅក្នុងសម័យកាលមួយដែលយើងមិនចេះស្កប់ស្កល់នៅក្នុងជីវិតឡើយយើងថាបើសិនជាមានប្រាក់ខែបានទៅ$300ក្នុងមួយខែខ្ញុំនឹងស្កប់ចិត្តប៉ុន្តែដោយសារព្រះគុណរបស់ព្រះព្រះអង្គឲ្យយើងបាន$300ក្នុងមួយខែយើងចង់បាន400បាន400យើងចង់បាន1000ភាសាកាត់គេឲ្យឈ្មោះថា 1K ដល់ពេលយើងបាន 1K ហើយយើងចង់បាន2ដល់ពេលបាន 2K ហើយចង់បាន10យើងមិនស្កប់ចិត្តឡើយដូច្នេះហើយការដែលទទួលទានកណ្ដូបនិងការទទួលទាននៃទឹកឃ្មុំរបស់លោកយូហានបាបទីប្រកាសដំណឹងល្អគឺគាត់ស្កប់ចិត្តជាមួយនឹងអ្វីដែលគាត់មានហើយគាត់មិនខ្វាយខ្វល់ជាមួយនឹងអ្វីត្រូវស្លៀកពាក់អ្វីត្រូវហូបអ្វីត្រូវគិតអំពីអនាគតរបស់គាត់ទេបងប្អូនប្រហែលជានិយាយថាអ្នកជឿព្រះយេស៊ូវគ្រីស្ទល្ងងមែនតើ
អត់ចេះខ្វាយខ្វល់អំពីថ្ងៃស្អែកគេដល់សម័យកាលណាទៅហើយយើងនៅតែជិះកង់ឈើយើងនៅតែធ្វើដំណើរដោយថ្មើរជើងនៅពេលដែលគេធ្វើរហូតដល់គ្រាប់បែកមីស៊ីលគ្រាប់បែកប៉ារ៉ាម៉ាណូអាចនឹងបំផ្លាញចុះជាសង្គ្រាមលោកលើកទី3រួចទៅហើយសង្គ្រាមលោកលើកទី3កើតឡើងគឺដោយព្រោះតែភាពមិនស្កប់ចិត្តរបស់មនុស្សការដែលចង់គ្រប់គ្រងទៅលើប្រទេសដទៃទៀតសូម្បីតែរុស្ស៊ីទឹកដីរបស់រុស្ស៊ីធំហើយប៉ុន្តែមិនស្កប់ចិត្តទេចង់បានអ្វីបន្ថែមទៀតចឹងហើយអាមេរិកដូចគ្នាគ្រប់គ្រងប្រទេសរបស់ខ្លួនឯងមិនស្កប់ចិត្តទេចង់គ្រប់គ្រងប្រទេសផ្សេងទៀតហើយបើបងប្អូនខ្លាយទៅជាមហាអំណាចក៏ដូចគ្នាដែរយើងមិនបន្ទោសប្រទេសណាទេដួងចិត្តរបស់មនុស្សដែលពោពេញដោយភាពស្មៅគ្រោកដែលពោពេញដោយអំពើបាបយើងចង់បានអ្វីដែលមិនចេះស្កប់ស្កល់ចិត្តនោះឡើយព្រះយេស៊ូវគ្រីស្ទក៏ជាអ្នកដែលផ្សាយដំណឹងល្អដែរព្រះអង្គផ្សាយដំណឹងល្អអំពីចូលប្រែចិត្តត្បិតនគរស្ថានសួគ៌បានមកដល់ហើយនគរស្ថានសួគ៌នោះគឺជាព្រះយេស៊ូវគ្រីស្ទអ្នកណាដែលមានព្រះយេស៊ូវគ្រីស្ទអ្នកនោះនឹងបានមានស្ថានសួគ៌របស់ព្រះហើយស្ថានសួគ៌មិនសំដៅទៅលើការដែលយើងបញ្ចប់ជីវិតហើយយើងទៅស្ថានបរមលោកនាយមិនមែនតែប៉ុណ្ណឹងគឺនៅលើផែនដីនៅពេលដែលយើងមានព្រះយេស៊ូវនៅក្នុងជីវិតយើងបានភ្លក់យើងបានមានបទពិសោធន៍យើងបានទទួលអំពីស្ថានសួគ៌របស់ព្រះនៅក្នុងជីវិតរបស់យើងរួចហើយពួកសាវកគេគឺជាអ្នកប្រកាសដំណឹងល្អគេដើរទៅម្នាក់កន្លែង2នាក់ដើម្បីអ្វីប្រកាសអំពីដំណឹងល្អនៃឈើឆ្កាងរបស់ព្រះអង្គសូម្បីតែហ្វីលីបក៏បានជាអ្នកប្រកាសដំណឹងល្អលោកសាវកប៉ុលគឺជាអ្នកដែលប្រកាសដំណឹងល្អផងដែរនៅក្នុងព្រះគម្ពីរសញ្ញាចាស់មានម្នាក់ដែលធ្វើការប្រកាសដំណឹងល្អអស់រយៈពេលជាច្រើនឆ្នាំបងប្អូនចាំទេតែព្រះនឹងបំផ្លាញផែនដីទាំងមូលដោយសារទឹកជំនន់នឹងមកដល់ហើយទឹកជំនន់នោះមិនមែនជាទឹកជំនន់បែបតំបន់គឺជាទឹកជំនន់បែបសកលលោកអ្នកនោះឈ្មោះថាលោកណូអេផ្សាយដំណឹងល្អប្រកាសអំពីព្រះរាជសាររបស់ព្រះប៉ុន្តែគ្មានអ្នកណាម្នាក់ប្រែចិត្តទេមានតែក្រុមគ្រួសាររបស់គាត់តែប៉ុណ្ណោះយើងអរគុណដល់ព្រះអង្គយ៉ាងហោចណាស់មានគ្រួសាររបស់គាត់ស្ដាប់ដំណឹងល្អនោះបើសិនជាគ្រួសារគាត់មិនស្ដាប់ទៀតផែនដីប្រហែលជាសល់តែលោកណូអេម្នាក់ឯងប៉ុន្តែមានគ្រួសាររបស់គាត់ហើយមានកូនមានចៅបង្កើតតទៀតបណ្ដាលឲ្យមានមនុស្សជាតិជាច្រើននៅលើផែនដីបន្តទៀតដែរទឹកជំនន់នោះគឺជាទឹកជំនន់សកលទឹកជំនន់នោះគឺសម្លាប់មនុស្សលោកទាំងអស់មានតែកំពូលភ្នំដ៏ខ្ពស់បំផុតគឺជាកំពូលភ្នំអារ៉ារ៉ាតដែលខ្ពស់ជាងគេនៅក្នុងរជ្ជកាលនោះហើយព្រះអង្គនឹងមានសន្យាម្ដងទៀតថានឹងមានការជំនុំជម្រះម្ដងទៀតនៅលើផែនដីទាំងមូលប៉ុន្តែមិនមែនដោយទឹកជំនន់ទេមិនមែនដោយទឹកជំនន់សកលទេប៉ុន្តែគឺជាភ្លើងសំណួរសួរទៅកាន់បងប្អូនទាំងអស់គ្នានៅទីនេះភ្លើងសកលបងប្អូនចង់ស្លាប់ដោយសារភ្លើងឬមួយក៏ចង់ស្លាប់ដោយសារការលង់ទឹកមួយណាស្រួលជាងពីបាដូចតែគ្នាមិនស្រួលទេបាទដូច្នេះការនោះនឹងកើតឡើងការដែលមានភ្លើងដែលកើតឡើងនោះនឹងកើតឡើងប៉ុន្តែថ្ងៃជំនុំជម្រះរបស់ព្រះនឹងមកដល់ខ្ញុំលើកទឹកចិត្តបងប្អូនថាអ្នកដែលទទួលជឿលើព្រះយេស៊ូវគ្រីស្ទថ្ងៃដែលជំនុំជម្រះរបស់ព្រះបានមកដល់សម្រាប់លោកីគឺជាថ្ងៃបើករង្វាន់សម្រាប់យើងទាំងអស់គ្នាអាមែនគឺជាថ្ងៃដែលបងប្អូននឹងបានទទួលអំពីលំនៅស្ថានថ្មីគឺជាថ្ងៃមួយដែលទឹកភ្នែករបស់យើងជំងឺរបស់យើងបញ្ហារបស់យើងព្រះអង្គនឹងជូតរាល់ទាំងជំងឺបញ្ហានោះចេញពីភ្នែករបស់យើងហើយប៉ុន្តែគឺជាថ្ងៃដ៏រងទុក្ខលំបាករបស់អ្នកដែលមិនបានជឿព្រះអង្គអ្នកដែលមិនប្រែចិត្តនឹងបានទៅបឹងភ្លើងរហូតព្រឹត្តិការណ៍នេះបានបង្ហាញយើងនៅក្នុងព្រះគម្ពីររួចហើយលូកាជំពូកទី16ដែលនិយាយអំពីឡាហ្សាហើយនឹងអ្នកមានម្នាក់ដែលជឿព្រះអង្គបានស្លាប់ហើយទៅដើមទ្រូងរបស់លោកអាប់រ៉ាហាំតែម្នាក់ទៀតដែលអត់ជឿព្រះអង្គញ៉ាំអាហារឆ្ងាញ់រាល់ថ្ងៃជប់លៀងរាល់ថ្ងៃប៉ុន្តែថ្ងៃស្លាប់មកដល់គឺនៅបឹងភ្លើងឆេះអស់ការជានិច្ចនោះគឺជានិមិត្តរូបនៃការដែលនិយាយអំពីការជំនុំជម្រះជាលើកទី2របស់ព្រះយេស៊ូវគ្រីស្ទដូច្នេះបងប្អូនទាំងអស់គ្នាមានកាតព្វកិច្ចត្រូវធ្វើត្រូវតែប្រកាសដំណឹងល្អដល់សាច់ញាតិដល់មិត្តភ័ក្តិដល់បងប្អូន
ដល់មនុស្សដទៃទៀតឲ្យគេបានទទួលព្រះអង្គជាព្រះរបស់ពួកគេទាំងអស់គ្នាផងដែរចឹងអ្នកដែលផ្សាយដំណឹងល្អគឺគេអាចប្រៀបប្រដូចជាអ្នកដែលជំនួយការម្នាក់ដែរជាអ្នកជំនួយការជាអ្នកដែលជាទូទៅពិពណ៌នាថាអ្នកដែលអាចអត្ថាធិប្បាយព្រះបន្ទូលជាអ្នកបង្រៀនឯណាបង្រៀនទៅដល់អ្នកដែលមិនទាន់បានទទួលជឿព្រះអង្គនៅអ្វីដែលយើងបានទទួលពីព្រះអង្គដូចជាលោកប៉ុលលោកអេប៉ាប្រាស់ធីម៉ូថេគឺជាអ្នកអធិប្បាយប៉ុន្តែបងប្អូនសូមចាំថាអ្នកអធិប្បាយព្រះបន្ទូលរបស់ព្រះមិនមែនជាគ្រូគង្វាលតែម្នាក់ប៉ុណ្ណោះនោះទេអ្នកដែលអាចអត្ថាធិប្បាយអ្នកដែលអាចចែកចាយព្រះបន្ទូលរបស់ព្រះអ្នកដែលអាចផ្សាយដំណឹងល្អគឺជាកាតព្វកិច្ចរបស់គ្រប់គ្នាបងប្អូននៅនឹងខ្ញុំបងប្អូនដែលមានវត្តមាននៅទីនេះបងប្អូនជាអ្នកដែលជឿព្រះយេស៊ូវគ្រីស្ទជាអ្នកដែលត្រូវទទួលព្រះបន្ទូលរបស់ព្រះហើយប្រកាសទៅកាន់អ្នកដទៃដែរពេត្រុសខ្សែទី1ចំពុក4ខ10ប្រាប់យើងថាអ្នកជឿគ្រប់រូបទាំងអស់សុទ្ធតែជាអ្នកបម្រើដំណឹងល្អអាមែនតើធ្វើយ៉ាងដូចម្ដេចយើងត្រូវតែច្បាស់លាស់ជាមួយនឹងសេចក្តីជំនឿសេចក្តីសង្គ្រោះរបស់យើងជាមុនសិនអ្នកដែលអាចធ្វើការផ្សាយដំណឹងល្អមានដូចជាគ្រូគង្វាលឬមួយក៏ចាស់ទុំគឺជាអ្នកដែលប្រកាសដំណឹងល្អជាអ្នកដែលបង្រៀនប៉ុន្តែករណីខ្លះអ្នកផ្សាយដំណឹងល្អក៏អាចបម្រើជាអ្នកអធិប្បាយជាអ្នកគ្រូគង្វាលបានដែរបងប្អូននឹងទេនៅពេលដែលខ្ញុំនៅខេត្តយើងនៅខេត្តពេលដែលយើងចាប់ដើមរៀនចប់ពីសាលាគម្ពីរឲ្យបម្រើព្រះអង្គយើងមិនបានមានទទួលងារជាគ្រូគង្វាលទេតាមពិតទៅគេឲ្យឈ្មោះថាជាគ្រូផ្សាយដំណឹងល្អពេលដែលយើងបម្រើពន្ធកិច្ចផ្សាយដំណឹងល្អរយៈពេលយូរឆ្នាំជាការពិតនៅក្នុងក្រុមនិកាយផ្សេងនៅក្នុងព្រះវិហារគឺខុសៗគ្នាអ្នកខ្លះរៀនចប់សាលាគម្ពីរភ្លាមខ្លាយទៅជាគ្រូគង្វាលតែអ្នកខ្លះអត់ទេគាត់ខ្លាយទៅជាគ្រូផ្សាយដំណឹងល្អខ្លាយទៅជាគ្រូអធិប្បាយហើយបន្តមកទៀតបានខ្លាយទៅជាគ្រូគង្វាលហើយតាមលំដាប់លំដោយនឹងខ្លាយទៅជាគ្រូគង្វាលបងប្អូនត្រូវការរៀនរយៈពេលយូរឆ្នាំពេលខ្លះអាចរៀន10ជាងឆ្នាំនៅក្នុងសាលាព្រះគម្ពីរបងប្អូនត្រូវធ្វើការប្រឡងគ្រប់ផ្នែកប្រឡងអំពីគ្រូផ្សាយដំណឹងល្អប្រឡងចប់ហើយបានខ្លាយទៅជាប្រឡងគ្រូគង្វាលហើយបងប្អូនត្រូវមានសម្ភារបងប្អូនត្រូវមានគុណសម្បត្តិប៉ុន្តែដោយឡែកសពថ្ងៃនេះយើងច្របូកច្របល់ដោយសារតែស្ថានភាពនៃការខ្វះគ្រូឬមួយក៏ស្ថានភាពនៃការដែលមិនទាន់បានទទួលការវឹកវើត្រឹមត្រូវអ្នកណាក៏អាចខ្លាយទៅជាគ្រូបានដែរប៉ុន្តែនេះគឺជាគ្រោះថ្នាក់សម្រាប់ពួកជំនុំរបស់ព្រះចឹងគ្រូផ្សាយដំណឹងល្អបើអត់មានគ្រូគង្វាលទេគ្រូផ្សាយដំណឹងល្អអាចដើរតួនាទីជាគ្រូគង្វាលបានគាត់អាចអធិប្បាយគាត់អាចបង្រៀនគាត់អាចផ្សាយដំណឹងល្អគាត់អាចសួរសុខទុក្ខពួកជំនុំគាត់អាចធ្វើកិច្ចការជាច្រើនប៉ុន្តែគាត់ត្រូវមានលក្ខណៈសម្បត្តិឲ្យคล้ายទៅជាគ្រូផ្សាយដំណឹងល្អដ៏ល្អប្រសើរគាត់បម្រើជាមួយនឹងគ្រូគង្វាលផ្សេងទៀតហើយនឹងចាស់ទុំដទៃទៀតផងដែរឥឡូវយើងមកបន្តទៀតតើកិច្ចការរបស់គ្រូផ្សាយដំណឹងល្អតើគាត់ត្រូវធ្វើអ្វីបងប្អូនសំចាំកិច្ចការឬមួយក៏ការងាររបស់គ្រូផ្សាយដំណឹងល្អទី1គាត់ត្រូវផ្សាយព្រះបន្ទូលរបស់ព្រះគាត់មិនអាចទៅដល់ភូមិណាមួយគាត់គ្រាន់តែនាំក្មេងៗសប្បាយជាមួយនឹងហ្គេមនាំក្មេងៗសប្បាយជាមួយនឹងរៀនភាសាបរទេសឬមួយក៏នាំក្មេងៗដើម្បីនឹងធ្វើកម្មវិធីណាមួយញ៉ាំអីសប្បាយជប់លៀងរាល់តែពេលនោះគឺជារឿងមួយផ្នែកនៅក្នុងចំណែកនៃការដែលយើងនាំក្មេងៗប្រកបគ្នាប៉ុន្តែរឿងដ៏សំខាន់បំផុតគឺជាអ្នកដែលនាំអំពីព្រះបន្ទូលរបស់ព្រះអធិប្បាយព្រះបន្ទូលរបស់ព្រះទៅកាន់ក្មេងៗទៅកាន់ជំទង់ទៅកាន់យុវជនទៅកាន់ចាស់គឺជាតួនាទីរបស់គ្រូផ្សាយដំណឹងល្អហើយត្រូវនាំព្រះបន្ទូលរបស់ព្រះដំណឹងល្អការយាងមករបស់ព្រះយេស៊ូវការសគត់ការរស់ឡើងវិញការយាងមកម្ដងទៀតរបស់ព្រះយេស៊ូវទៅកាន់មនុស្សដែលកំពុងតែត្រូវការដំណឹងល្អដូចជាលោកហ្វីលីបបានធ្វើការប្រកាសអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដូចជាយូហានបែបទីសដែលយើងបានឃើញអំបញ្ញមិញរួចហើយតួនាទីកិច្ចការរបស់គាត់មួយទៀតគឺជាការណែនាំបងប្អូនឲ្យមានទំនួលខុសត្រូវរបស់ពួកគេមានន័យថាម៉េចគ្រូផ្សាយដំណឹងល្អត្រូវតែដើម្បីនឹងណែនាំអ្នកដែលអត់ទាន់ជឿហ្នឹងឲ្យគេចេះអំពីការប្រែចិត្តហើយចេះអធិដ្ឋានហើយគេស្គាល់អំពីតួនាទីរបស់ពួកគេ
តើពួកគេត្រូវមានតួនាទីយ៉ាងដូចម្ដេចកាតព្វកិច្ចផ្ទាល់ខ្លួននិងកាតព្វកិច្ចក្រុមគ្រួសារនៃការបម្រើអ្នកផ្សាយដំណឹងល្អត្រូវស្គាល់តើគាត់ត្រូវមានតួនាទីយ៉ាងណានៅក្នុងក្រុមគ្រួសារគាត់ត្រូវតែជាមនុស្សម្នាក់ដែលស្មោះត្រង់មានពាក្យសម្ដីតែមួយមិនមានមាត់ពីរមិនមែនជាអ្នកដែលបង្ករឿងមិនមែនជាអ្នកដែលអុចអាលមិនមែនជាអ្នកដែលនាំឲ្យមានបញ្ហាផ្សេងជាគំរូដ៏ល្អទាំងពាក្យសម្ដីក្រុមគ្រួសាររបស់គាត់មានប្រពន្ធតែមួយចៅរៅនៅក្នុងប្រពន្ធជាមួយនឹងប្រពន្ធកូនរបស់គាត់មានបន្ទាល់ល្អពីសហគមន៍ដែលគាត់កំពុងតែរស់នៅជាអ្នកដែលរកកំហុសមិនបានមានន័យថាម៉េចរកកំហុសមិនបានមិនមែនមានន័យថាគាត់មិនចេះធ្វើខុសទេគាត់មិនចេះគិតខុសទេមិនមែនប៉ុន្តែមិនមែនខុសទាំងរឿងមិនមែនអ្វីក៏ខុសអ្វីក៏ចាប់កំហុសបានទាំងអស់ស្តង់ដាររបស់ខ្លួនទៀតពេកនោះនៅក្នុងការបម្រើដំណឹងល្អមិនស្រួលទេគាត់ត្រូវបានអីគេត្រូវបានទទួលឲ្យមានការចាត់តាំងដោយពួកចាស់ទុំលើកទឹកចិត្តដោយពួកចាស់ទុំដែលបញ្ជូនគាត់ទៅវឹកវើគាត់ឲ្យคล้ายទៅជាអ្នកដែលអាចនឹងប្រកាសដំណឹងល្អបានគាត់ត្រូវបង្រៀនទាស់ជាមួយនឹងសេចក្តីបង្រៀនមិនពិតហើយនឹងគោលលទ្ធិដែលខុសឆ្គងគ្រូផ្សាយដំណឹងល្អត្រូវមានសេចក្តីក្លាហាននៅក្នុងការពារសេចក្តីពិតការពារព្រះបន្ទូលរបស់ព្រះអ្នកជឿគឺជាអ្នកផ្សាយដំណឹងល្អត្រូវតែមានសេចក្តីក្លាហានអូខ្ញុំអត់ហ៊ាននិយាយការពិតទេខ្លាចគេអត់ចូលចិត្តខ្ញុំអត់ហ៊ាននិយាយការពិតទេខ្លាចគេបៀតបៀនខ្ញុំអត់ហ៊ាននិយាយការពិតទេខ្លាចគេអត់រាប់អានខ្ញុំបើសិនជាយ៉ាងដូច្នោះបងប្អូនមិនចាំបាច់ទៅផ្សាយដំណឹងល្អទេបើសិនជាយ៉ាងដូច្នោះមិនចាំបាច់ជឿព្រះយេស៊ូវទេអ្នកដែលជឿព្រះយេស៊ូវគ្រីស្ទគឺជាអស់អ្នកដែលទទួលដោយព្រះគុណរបស់ព្រះជ្រើសរើសយើងឲ្យក្លាយទៅជាមនុស្សថ្មីរបស់ព្រះត្រូវមានសេចក្តីក្លាហានត្រូវមានដួងចិត្តនៅក្នុងការដែលហ៊ានប្រកាសនៅព្រះបន្ទូលរបស់ព្រះហើយគ្រូផ្សាយដំណឹងល្អគឺជាអ្នកដែលមានគំរូដ៏ល្អនៅក្នុងគ្រប់ទីកន្លែងដែលគាត់ចេញទៅទាំងពាក្យសម្ដីការប្រព្រឹត្តសេចក្តីជំនឿភាពបរិសុទ្ធសេចក្តីស្រឡាញ់អ្នកណាក៏មើលឃើញថាគាត់ជាម្នាក់ដែលពិតប្រាកដនៅផ្ទះរបស់គាត់នៅកន្លែងធ្វើការនៅកន្លែងដែលគាត់ចេញទៅធ្វើកិច្ចការរបស់គាត់ត្រូវតែជាមនុស្សតែមួយបងប្អូនស្រួលណាស់នៅពេលដែលបងប្អូនមកព្រះវិហារតួយ៉ាងខ្ញុំអធិប្បាយនៅទីនេះរៀបចំមេរៀនអធិប្បាយឲ្យបងប្អូនហើយយើងបែកគ្នាបងប្អូនគ្រាន់តែស្គាល់ខ្ញុំតែថ្ងៃអាទិត្យប៉ុន្តែដល់ពេលថ្ងៃច័ន្ទអង្គារពុធប្រហោះសុក្រសៅរ៍មិនស្គាល់ខ្ញុំទេយើងងាយស្រួលក្នុងការដែលធ្វើការសម្ដែងអំពីភាពល្អរបស់យើងនៅថ្ងៃអាទិត្យប៉ុន្តែជីវិតនៅក្នុងសង្គមជីវិតនៅក្នុងក្រុមគ្រួសារជីវិតនៃការប្រស័យតាក់ទងគ្នាជាមួយមិត្តភ័ក្តិរបស់យើងតើគេគិតយើងយ៉ាងដូចម្ដេចយើងត្រូវខុសពីលោកីគំរូនៅក្នុងការប្រព្រឹត្តនៅក្នុងគោលលទ្ធិបង្ហាញអំពីចិត្តស្មោះត្រង់ហើយមានការគោរពដល់គ្នាទៅវិញទៅមកផងដែរគ្រូផ្សាយដំណឹងល្អត្រូវហ៊ានលះបង់ចំពោះព្រះបន្ទូលរបស់ព្រះអង្គព្រះអង្គត្រាស់ហៅទៅណាព្រះអង្គបញ្ជូនទៅណាដួងចិត្តរបស់អ្នកផ្សាយដំណឹងល្អមិនអាចនៅស្ងៀមបានទេនៅតំបន់នោះមានគ្រោះថ្នាក់នៅតំបន់នោះមានបញ្ហាប៉ុន្តែមិនអីទេខ្ញុំនិយាយលេងសើចថាបើសិនជាតំបន់មួយមានឆ្កែកាចហើយឆ្កែនោះចង់ខំយើងតើទៅធ្វើម៉េចដើម្បីកុំឲ្យឆ្កែខំយើងធ្វើម៉េចកុំឲ្យឆ្កែខំយើងយកឈើវាយវាមានអីទៀតធ្វើមិត្តភក្តិជាមួយឆ្កែត្រូវតែធ្វើមិត្តភក្តិជាមួយឆ្កែឈប់ខំយើងហើយប៉ុន្តែបើយើងធ្វើជាខ្មាំងសត្រូវរបស់វាយើងញាក់មុខញាក់មាត់ដាក់វាយើងឌឺដាក់វាយើងគប់ដុំថ្មដាក់វារត់វាខ្លាចប៉ុន្តែដល់ពេលយើងដើរដល់ផ្ទះវាមិនខ្លាចយើងទេវានឹងដេញខំយើងពីព្រោះវាមានម្ចាស់របស់វាការពារវាចុះបើយើងខ្លាចទៅជាមិត្តភក្តិរបស់វាសំណួរមួយទៀតសុទ្ធថាទៅធ្វើម៉េចជាមិត្តភក្តិរបស់ឆ្កែទៅញ៉ាំបាយមួយឆ្កែមែនទៅចេះព្រុសដែរមែនទៅកុំញ៉ាំសាច់វាមែនជាការពិតឈើមិត្តរបស់វាមានន័យសេចក្តីថាត្រូវតែបង្កើតទំនាក់ទំនងល្អជាមួយនឹងអ្នកដែលមិនទាន់ទទួលជឿព្រះអង្គអ្នកណាដែលបដិសេធដំណឹងល្អគេមិនមែនបដិសេធយើងទេគេបដិសេធដំណឹងល្អមិនអីដែរ
គេនៅតែជាមិត្តភក្តិរបស់យើងនៅតែស្រឡាញ់ពួកគេយើងនៅតែអធិដ្ឋានសម្រាប់ពួកគេយើងនៅតែរកឱកាសដើម្បីនឹងជួបពួកគេម្ដងទៀតចឹងហើយបានជាលះបង់ដំណើរជីវិតរបស់យើងនៅក្នុងការដែលយើងទទួលការត្រាស់ហៅរបស់ព្រះសិក្សាព្រះបន្ទូលដាស់តឿនបង្រៀនទៅដល់អ្នកដទៃហើយប្រុងប្រយ័ត្ននៅក្នុងការចែកចាយព្រះបន្ទូលព្រះគឺចែកចាយឲ្យបានត្រឹមត្រូវផងដែរយើងមើលភាពខុសប្លែកគ្នារវាងគ្រូផ្សាយដំណឹងល្អហើយនិងគ្រូកងវាលយ៉ាងដូចនេះគ្រូផ្សាយដំណឹងល្អគឺជាអ្នកដែលយកចិត្តទុកដាក់ចំពោះខ្លួនឯងយកចិត្តទុកដាក់ចំពោះគោលលទ្ធិការបង្រៀនប៉ុន្តែគ្រូកងវាលនិងចាស់ទុំយកចិត្តទុកដាក់សម្រាប់ខ្លួនឯងប៉ុន្តែយកចិត្តទុកដាក់សម្រាប់វងឈាមរបស់ព្រះខុសគ្នាតែប៉ុណ្្នឹងគ្រូផ្សាយដំណឹងល្អជាទូទៅយកចិត្តទុកដាក់សម្រាប់ខ្លួនឯងនិងគោលលទ្ធិសេចក្តីបង្រៀនប៉ុន្តែគ្រូកងវាលនិងចាស់ទុំយកចិត្តទុកដាក់សម្រាប់គោលលទ្ធិនិងសេចក្តីបង្រៀនរបស់ខ្លួននិងខ្វៀលវងឈាមការពារវងឈាមរបស់ព្រះនេះគឺជាការដកស្រង់ចេញពី Early Church Farrell Jenkins បាទនេះគឺជាបានពន្យល់អំពីការហ្នឹងឥឡូវយើងមើលបន្តទៀតអ្នកដែលជាអ្នកផ្សាយដំណឹងល្អគ្រូផ្សាយដំណឹងល្អគាត់ត្រូវតែជាម្នាក់ដែលមានចិត្តសប្បុរសរាល់ទាំងការផ្សាយដំណឹងល្អអំពីជីវិតរបស់ខ្លួនអំពីដំណឹងល្អគាត់ត្រូវតែមានចិត្តសប្បុរសជៀសវាងអំពីការដែលទៅផ្សាយដំណឹងល្អមានការបដិសេធពីអ្នកអត់ជឿហើយយើងនិយាយពាក្យមិនល្អអ្នកឯងនឹងទៅនរកអ្នកឯងនឹងទៅបឹងភ្លើងអ្នកឯងមិនបានសង្គ្រោះទេអ្នកឯងខ្ញុំខំប្រឹងមកហើយអ្នកឯងមិនស្ដាប់ទៀតខ្ញុំលះបង់អ្វីៗទាំងអស់ដើម្បីមកផ្សាយដំណឹងដល់អ្នកមិនស្ដាប់ទៀតកុំប្រើពាក្យយ៉ាងដូច្នោះឡើយហើយអ្វីទៅត្រូវមានដួងចិត្តសប្បុរសនឹកចាំទេពេលដែលបងប្អូនមិនទាន់បានជឿព្រះយេស៊ូវតើយើងបដិសេធអ្នកផ្សាយដំណឹងល្អមកកាន់យើងប៉ុន្មានដងតើយើងខឹងជាមួយនឹងអ្នកប្រកាសដំណឹងល្អប៉ុន្មានដងតើមានប៉ុន្មានដងបងប្អូនចង់ដុតផ្ទះរបស់អ្នកដែលផ្សាយដំណឹងល្អមកកាន់យើងស្អប់គាត់ពេកប៉ុន្តែជឹកចុងបញ្ចប់យើងបានខ្លាយទៅជាអ្នកដែលជឿព្រះអង្គហើយយើងជាអ្នកផ្សាយដំណឹងល្អវិញមានដួងចិត្តសប្បុរសដើម្បីចេញទៅអ្នកផ្សាយដំណឹងល្អគឺជាអ្នកដែលបង្រៀននិងផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះមិនមែនជាអ្នកចាត់ចែងការងារព្រះវិហារទេការងារព្រះវិហារមិនមែនជាទូនាទីរបស់បងប្អូនយើងជាអ្នកផ្សាយដំណឹងល្អហើយយើងមិនដល់ចាត់ចែងការងារព្រះវិហារអូព្រះវិហារយ៉ាងដូចនេះយើងបជាគេឯងមិនមែនអ្នកចាត់ចែងព្រះវិហារគឺមានអ្នកដែលទទួលចំណែកនៃព្រះវិហាររួចហើយដូចជាបងប្អូនហើយបើសិនជាក្រុមគ្រួសាររបស់យើងមានរបៀបរៀបរយមានសណ្ដាប់ធ្នាប់ប្តីដឹងថាតួនាទីរបស់ខ្លួនត្រូវធ្វើអ្វីប្រពន្ធដឹងតួនាទីរបស់ខ្លួនត្រូវធ្វើអីកូនដឹងតួនាទីរបស់ខ្លួនត្រូវធ្វើអីចៅដឹងតួនាទីរបស់ខ្លួនត្រូវធ្វើអ្វីគ្រួសារនោះពិតជាមានសុភមង្គលសណ្ដាប់ធ្នាប់ដ៏ល្អខ្លាំងបំផុតប៉ុន្តែនៅពេលដែលឪពុកដើរតួនាទីទាំងអស់ម្ដាយត្រូវដើរតួនាទីទាំងអស់កូនត្រូវដើរតួនាទីទាំងអស់มันអាចទៅរួចទេនឹងរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ចឹងក្រុមជំនុំរបស់ព្រះដូចគ្នាគ្រូកងវាលមិនអាចធ្វើកិច្ចការទាំងអស់គ្រូកងវាលទៅលេងភ្លេងគ្រូកងវាលទៅរៀបតុគ្រូកងវាលទៅធ្វើម្ហូបគ្រូកងវាលទៅដឹកជញ្ជូនគ្រូកងវាលទៅលេងហ្គីតាអូចប់បាត់មិនអាចទោះបីជាបងប្អូនហើយនឹងខ្ញុំមានអំណោយទានទាំងអស់នោះក៏ដោយឧទាហរណ៍តែយើងមិនអាចធ្វើកិច្ចការទាំងអស់នោះម្នាក់ឯងបានឡើយរូបកាយរបស់ព្រះគ្រីស្ទអ្នកណាជាភ្នែកឲ្យភ្នែកជាអ្នកធ្វើកិច្ចការរបស់ខ្លួនអ្នកណាដែលជាដៃត្រូវឲ្យដៃធ្វើកិច្ចការរបស់ខ្លួនឥឡូវយើងមើលចុងបញ្ចប់សេចក្តីសន្និដ្ឋានបញ្ចប់នៅទីនេះព្រះអង្គម្ចាស់បានប្រទានពរដល់ក្រុមជំនុំរបស់ព្រះជាមួយនឹងទួនាទីរបស់គ្រូផ្សាយដំណឹងល្អគ្រូផ្សាយដំណឹងល្អដើម្បីប្រកាសដំណឹងល្អនៃសេចក្តីសង្គ្រោះដល់អ្នកដែលបាត់បង់ហើយពេលខ្លះក៏គាត់ត្រូវបង្រៀនទៅដល់អ្នកជឿថ្មីថ្មោងឲ្យគេរីកចម្រើននៅក្នុងព្រះគុណរបស់ព្រះផងដែរហើយគោលការណ៍ដ៏សំខាន់នេះយើងមើលនៅក្នុងកិច្ចការចំពុក6ខ1ដល់ខ4អ្នកផ្សាយដំណឹងល្អគឺជាអ្នកដែលលះបង់ចំពោះព្រះបន្ទូលនិងការអធិដ្ឋានហើយត្រូវតែចំណាយពេលសិក្សាព្រះបន្ទូលរបស់ព្រះនិងចំណាយពេលនៅក្នុងការអធិដ្ឋានផងដែរចុះទម្រាំបងប្អូនដែលជាចាស់ទុំចុះទម្រាំបងប្អូនដែលជាគ្រូកងវាលតើយើងចំណាយពេលនៅក្នុងការសិក្សាព្រះបន្ទូលព្រះឬអត់
តើបងប្អូនចំណាយពេលនៅក្នុងការអធិដ្ឋានសម្រាប់ក្រុមជំនុំរបស់យើងឬអត់គ្រូផ្សាយដំណល្អគួរតែលើកទឹកចិត្តនិងគាំទ្រឲ្យមានការទំនួលខុសត្រូវកិច្ចការរបស់ខ្លួនដែលត្រូវធ្វើចឹងចង់បញ្ចប់ខ្ញុំអរគុណណាស់ដែលទូនីតិរបស់អ្នកផ្សាយដំណល្អគឺសំខាន់ណាស់សម្រាប់នាំដំណឹងល្អទៅកាន់អ្នកដទៃតែកុំភ្លេចមើលថែព្រលឹងរបស់ខ្លួនកុំភ្លេចឲ្យចំណីខាងព្រលឹងវិញ្ញាណជាព្រះបន្ទូលនឹងការអធិដ្ឋានសម្រាប់ខ្លួនហើយទទួលសេចក្តីបង្រៀនគោលលទ្ធិដ៏ត្រឹមត្រូវហើយលះបង់ដើម្បីប្រកាសដំណឹងល្អហើយកិច្ចការទាំងអស់នោះជាអ្នកដែលនឹងទទួលរង្វាន់មកពីព្រះអង្គហើយព្រះអង្គក៏មិនភ្លេចអំពីអ្វីដែលអ្នកនោះបានលះបង់សម្រាប់ព្រះអង្គដែរអញ្ចឹងសូមអរគុណព្រះអង្គហើយសូមអធិដ្ឋានជាមួយខ្ញុំព្រះម្ចាស់នៃទូលបង្គំយើងខ្ញុំអើយអរគុណដល់ព្រះម្ដងទៀតសម្រាប់ពេលនេះដែលយើងខ្ញុំទាំងអស់គ្នាព្រះបានត្រាស់ហៅឲ្យមានទូនីតិខុសៗគ្នាប៉ុន្តែគ្រប់គ្នាសុទ្ធតែមានទូនីតិពិសេសនិងសំខាន់ដើម្បីនាំដំណឹងល្អរបស់ព្រះអង្គទៅប្រកាសប្រាប់ដល់មនុស្សដែលកំពុងបាត់បង់ឲ្យចំណីដល់ពួកគេថែរក្សាការពារដើម្បីឲ្យពួកគេបានរីកចម្រើនរឹងមាំនៅក្នុងព្រះអង្គគង់នៅជាមួយនឹងសមាជិកក្រុមជំនុំសេរីរុងរឿងទាំងអស់គ្នាឲ្យយើងខ្ញុំមានសេចក្តីក្លាហានស្គាល់ព្រះអង្គស្រឡាញ់ព្រះអង្គមានសេចក្តីសប្បុរសដើម្បីនឹងប្រកាសដំណឹងល្អរបស់ទ្រង់ដល់មនុស្សដែលកំពុងបាត់បង់ទាំងអស់គ្នាផងដែរក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន